បាទសូមគោរពអនុញ្ញាតនឹងជម្រាបសួរប្រិយមិត្តរបស់ក្តាមក្រហមហ៊ុនញូទាំងអស់ជាទីគោរពនិងជាទីរាប់អានឥឡូវខ្ញុំបាទប៉ែន7ធ្វើការឡាយសារជាថ្មីដោយសារតែមិញឡាយទៅហើយវាដាច់បាទចុចចំកន្លែងបិទដាច់បងប្អូនប្រិយមិត្តយើងបាទនេះជាករណីបាទលែងរថយន្តបាទ5តោនម៉ាកហ៊ីយ៉ាន់ដៃបាទបានបើកបរបាទទិសដៅពីកើតទៅលិចបាទនៅតាមផ្លូវបណ្ដោយផ្លូវជាតិលេខ11ស្ថិតនៅទីតាំងស្ថិតនៅក្នុងភូមិក្រមជ្រុំឃុំកងជ័យស្រុកអូនអើខេត្តបងពុំបាទបានបើកបោះពួយពីខាងកើតគោលដៅតលិចនេះបាទបានកិច្ចពីម៉ូតូនិងឡានសំយ៉ុងបានមកចូលនៅផ្ទះបាទផ្ទះធ្វើម៉ូតូបាទផ្ទះធ្វើម៉ូតូមួយកន្លែងដែលខ្ទេចខ្ទីដូចខ្ទឹមអញ្ចឹងបងប្អូនប្រិយមិត្តអញ្ចឹងបាទឡើងខ្ទេចខ្ទីដូចខ្ទឹមអញ្ចឹងបាទនេះផ្លេចឡានបាទបងប្អូនប្រិយមិត្តយើងបាទ 3A0647 ព្រៃវែងបងប្អូនប្រិយមិត្តនេះបុកពេញទំហឹងតឡើងម្ដងបងប្អូនប្រិយមិត្តយើងបាទដួលក្រែងតែម្ដងបងប្អូនប្រិយមិត្តយើងបាទនេះគឺជាម្ចាស់ផ្ទះបាទគឺឲ្យឃើញនេះគឺម្ចាស់ផ្ទះបាទសំឡាងណាបងប្អូនប្រិយមិត្តយើងគាត់នៅក្នុងផ្ទះហ្នឹងមិនតែអត់មានកាត់អត់មានបញ្ហាអីបងប្អូនប្រិយមិត្តយើងបាទគេថាកងកម្លាំងសមត្ថកិច្ចយើងក៏បានមកដល់ផងដែរបាទហើយបានការចូលរួមពីអធិការរងបាទសំណាងណាបងប្អូនប្រិយមិត្តយើងបាទគឺថាគាត់ម្ចាស់ជាងម៉ូតូក៏នៅក្នុងផ្ទះហ្នឹងដែរបងប្អូនប្រិយមិត្តយើងប៉ុន្តែអត់មានគ្រោះថ្នាក់អីទេបងប្អូនប្រិយមិត្តយើងបាទដោយសារថាគាត់នៅខាងក្រោយបាទគាត់នៅខាងក្រោយបងប្អូនប្រិយមិត្តយើងនេះខ្ទេចខ្ទីមាននៅទេនេះបងប្អូនប្រិយមិត្តយើងមើលនេះធុងខ្យល់ធុងអីឡើងខ្ទេចម៉ត់ដូចទីតុយបាទហើយសំណាងហើយដែលមនុស្សអត់មានគ្រោះថ្នាក់អីបងប្អូនយើងបាទបញ្ជាក់ដល់បងប្អូនយើងបាទទីតាំងគឺទីតាំងស្ថិតនៅតាមដល់បណ្ដោយផ្លូវជាតិលេខ11ចិត្តបកគោគីឡូលេខ72បាទចន្លោះបកគោគីឡូលេខ72និងលេខ71បាទស្ថិតទីតាំងនៅភូមិក្រមជ្រុំបាទឃុំកងជ័យស្រុកអូនអើខេត្តត្បូងឃ្មុំបាទឥឡូវគេថាកម្លាំងយើងបាទបានមកដល់អស់ដែរទៅហើយដេកយន្តសពហ្នឹងបើសិនបងដេកយន្តសពហ្នឹងបើពងធ្វើម៉ូតូទេមិញពងធ្វើម៉ូតូបាទនេះបងប្អូនយើងបាទឡើងខ្ទេចខ្ទីឡើងដូចខ្ទឹមអស់លេងហើយបងប្អូនយើងបាទតិចខ្ទីដូចខ្ទឹមហើយបាទអញ្ចឹងមិនថាការបើកបោមានការប្រុងប្រយ័ត្នតិចបងប្អូនយើងបាទនេះហើយដែលអត់មានការលែងបាត់បង់នៅអាយុជីវិតបាទអត់មានគ្រោះថ្នាក់ដល់មនុស្សបាទគឺពេញទំហឹងបុកពេញទំហឹងតតែម្ដងបាទបោះពួយមកភ្លឹបបាទម្ដងបាទបញ្ជាក់ជូនបងប្អូនយើងបាទគឺថាទីតាំងកាត់ហេតុនេះស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ11បាទស្ថិតទីតាំងនៅក្នុងចន្លោះបកគោគីឡូលេខ72និងបកគោគីឡូលេខ71បាទនៅភូមិក្រមជ្រុំឃុំកងជ័យស្ថិតនៅក្នុងស្រុកអូនអើខេត្តត្បូងឃ្មុំយើងផ្ទាល់តែម្ដងបងប្អូនប្រិយមិត្តយើងបាទបាទឥឡូវនេះគេថាកម្លាំងជំនាញមកខាងចរាចរណ៍បានមកដល់ហើយកំពុងតែបាទសាក់សួរបាទសាក់សួរដល់ទីកងឡានបាទបាទឥឡូវនេះគេថាក្នុងការងារយើងសូមបិទការ live តែប៉ុណ្ណឹងយើងអរគុណដល់បងប្អូនប្រិយមិត្តទាំងអស់ដែលធ្លាប់តែតាមដាននៅអង្គភាពរដ្ឋសារព័ត៌មានក្តាមក្រហមហត់ញូទាំងអស់ដែលធ្លាប់ទៅតាមដានជារៀងរហូតចឹងហើយខ្ញុំបាទ87ដែលបានធ្វើសេចក្តីរាយការណ៍ចេញពីទឹកដីនៃស្រុកអូនអើខេត្តត្បូងឃ្មុំគណៈពេលដែរសូមអរកាយជំរាបលាសូមអរគុណ